លោកជាទេវតាយើងមិនជាទេវតាអីទេអញ្ចឹងលោកជាអ្នកណាយើងជាសាមណៈដែលកំពុងស្វែងរកសច្ចធម៌កាលខ្ញុំនៅពីតូចខ្ញុំធ្លាប់បន់ស្រន់ក្រោមដើមជ្រៃនេះថាបើខ្ញុំមានស្វាមីដែលមានឋានៈប្រហាក់ប្រហែលគ្នាហើយកូនដំបងរបស់ខ្ញុំជាកូនប្រុសខ្ញុំនឹងសែនបាយមហូបឲ្យជារៀងរាល់ឆ្នាំក្តីប្រាថ្នារបស់ខ្ញុំបានខ្លាចជាការពិតហើយសូមមេត្តាទទួលអាហារនេះផងចុះហើយសូមឲ្យលោកសម្រេចដូចការតាំងចិត្តរបស់លោកផងបើយើងបានត្រាស់ដឹងនៅថ្ងៃនេះសូមឲ្យភ្លេចមួយនេះចូលអណ្ដែតបញ្ច្រាស់ខ្សែទឹកតែបើសិនជាអត់ទេសូមឲ្យភ្លេចមួយនេះអណ្ដែតទៅតាមបណ្ដោយខ្សែទឹកចុះភិក្ខុទាំងឡាយចូលតាំងចិត្តស្ដាប់ឲ្យបានល្អនាពេលចប់3ខែបន្ទាប់ពីនេះយើងនឹងចូលនិព្វានហើយចូលនិព្វានព្រះអង្គចូលនិព្វានហើយស្រេចតែព្រះអង្គដោយចម្រើនដើម្បីភាពស្មោះត្រង់ស្រស់បំព្រងទេវតានិងមនុស្សសូមឲ្យទ្រង់មានព្រះជន្មបន្តទៀតផងបានហើយអានន្ទកុំសុំអ្វីពីយើងទៀតពេលវេលាសម្រាប់សូមបានកន្លងផុតទៅហើយតើទូបង្គំធ្វើបែបណាបើទ្រង់ចូលនិព្វានហើយនោះអានន្ទអើយធម៌ដែលយើងនិយាយមិនមែនជារឿងអាត់កំបាំងទេយើងមិនមែនជាគ្រូដែលហួងហែងវិជ្ជាចូលឧស្សាហ៍ព្យាយាមយកចិត្តទុកដាក់សាងអំពើល្អអ្នកណាមានគំនិតលើផ្លូវល្អហើយរស់នៅដោយការមិនប្រហែសនៅក្នុងព្រះធម៌នោះអ្នកនោះនឹងអាចគេចផុតពីវាលវដ្តសង្សារការស្លាប់រស់ហើយបញ្ចប់នៅទុក្ខយើងនឹងសម្រាកក្រោមដើមឈើនេះអានន្ទអើយធម៌ដែលយើងនិយាយមិនមែនជារឿងអាត់កំបាំងទេយើងមិនមែនជាគ្រូដែលហួងហែងវិជ្ជាចូលឧស្សាហ៍ព្យាយាមយកចិត្តទុកដាក់សាងអំពើល្អអ្នកណាមានគំនិតលើផ្លូវល្អហើយរស់នៅដោយការមិនប្រហែសនៅក្នុងព្រះធម៌នោះអ្នកនោះនឹងអាចគេចផុតពីវាលវដ្តសង្សារការស្លាប់រស់ហើយបញ្ចប់នៅទុក្ខយើងនឹងសម្រាកក្រោមដើមឈើនេះ